ឆ្លៀតនៅថ្ងៃហ្នឹងក៏សុំច្បាច់នៅចំណេះដឹងបន្តិចនេះមកចែកម្លែកជូនបងប្អូនយើងថ្មីដោយសារតែបងប្អូនចាស់គាត់ដឹងហើយបងប្អូនថ្មីអត់ទាន់ដឹងអញ្ចឹងខ្ញុំសុំច្បាច់ចំណេះដឹងបន្តិចនេះខ្ញុំចែកម្លែកជូនបងប្អូនយើងទៀតថាគាត់តែងតែសួរថាតើរែងហើយសម្អាតហើយកាច់ស្នោហើយស្ងួតហើយរៀបនឹងដាក់ភ្ញាស់ត្រូវធ្វើម៉េចទៀតនឹងឲ្យបងប្អូននៅថ្ងៃនេះខ្ញុំច្បាច់កន្លែងនឹងបន្តិចដើម្បីចែកម្លែកបងប្អូនយើងថ្មីដែលគាត់ទៅចាប់ដើមថ្មីគាត់អត់ទាន់ដឹងថាការរៀបចំដាក់ភ្ញាស់នឹងយ៉ាងម៉េចបងប្អូនណាយ៉ាងបន្ទាប់ពីយើងរែងកាច់ស្នោសម្អាតស្ងួតហើយយើងរៀបចំលេខសាច់ដាក់សកត់ឲ្យណែនយ៉ាងហើយជាមួយនឹងឡាំងស្នោដែលយើងដាក់ប្រវែងជំៅមកទឹកហ្នឹងបងប្អូនណាជំៅមកទឹកហ្នឹងហើយយើងរៀបចំលេខសាច់ចំនួន5ហ៊ុនទុក5ហ៊ុនដាក់រៀបពងកណ្ដូបយើងហើយរៀបពងកណ្ដូបបានចំនួន5ហ៊ុននៅសល់ប្រមាណគឺសម្រាប់នឹងលុបសកៃដងមាត់យើងឲ្យស្មើមាត់ហ្នឹងមកហើយចំនួនស្នោនេះគឺត្រូវកាត់ឲ្យខ្លីយ៉ាងមកជំៅមកទឹកយ៉ាងមកហើយស្រួលក្នុងការញុកចូលក្នុងការុងក្នុងបេបងប្អូនណាអញ្ចឹងចំពោះពងកណ្ដូបបន្ទាប់យើងសម្ងួតរែងស្នោរែងដីកាច់ស្នោហើយសម្ងួតឲ្យស្អាតយ៉ាងហើយគឺយើងយកមកដាក់ចូលក្នុងកញ្ឆេងហ្នឹងបងណាក្នុងកញ្ឆេងដែលមានកន្លាមាត់ហ្នឹងបងប្អូនកន្លាមាត់បងបីទឹកក៏ពងកណ្ដូបគាត់ចេញរួចដែរចាក់ចូលអញ្ចឹងមកបងប្អូនណាចាក់ចូលអញ្ចឹងមកយើងដាក់ចូលទឹកបងណាដាក់ចូលទឹកចេញមកបងណាដាក់ចូលទឹកអញ្ចឹងមកមកយើងរែងក្នុងទឹកហ្នឹងមកណាយើងរែងក្នុងទឹកហ្នឹងមកយើងរែងច្បល់ឲ្យពងកណ្ដូបនឹងមានសំណើមជោគឲ្យធលីដីជាប់តិចហ្នឹងធលីលមួកបន្តិចបន្តួចនៅជុំវិញខពងហ្នឹងឲ្យវាលាយឲ្យវារីកជ្រុះទៅតាមកលាកញ្ឆេយើងហើយយើងញាក់ចេះមកបងណាញាក់ចំនួន 3-4 នាទីមកឲ្យពងកណ្ដូបជ្រាបទឹកស្មើសាច់ឲ្យធលីឬក៏លមួកកណ្ដូបតិចតួចហ្នឹងដែលនៅប្រឡាក់ជាប់នៅក្នុងជុំវិញពងកណ្ដូបផងយើងហ្នឹងជុំវិញស្នោពងកណ្ដូបរបស់យើងហ្នឹងឲ្យវាឈូសទៅដីឈូសទៅក្រោមបងប្អូនតែនេះវាឈូសទៅក្រោមចេះបងទេឈូសទៅនៅនឹងបាតចានដៃយើងហ្នឹងបងប្អូនណាអញ្ចឹងយើងក្លុកវាទៅឲ្យវាឈូសទលីដីទលីលមួកឲ្យបានស្អាតចេញពីសនំពងកណ្ដូបផងយើងខ្លាចដាក់ភ្ញាស់ទៅវានៅទលីលមួកច្រើនធ្វើឲ្យពងកណ្ដូបយើងងាយនឹងស្អុយខូចបងប្អូនណាហើយកាលណាយើងដាក់ទឹកហ្នឹងមកដើម្បីឲ្យរីកពងកណ្ដូបឡើងវិញព្រោះថាពងកណ្ដូបយើងស្ងួតឡើងស្ងួតក្រឹងហើយទុកមួយអាទិត្យគោអត់បញ្ហាដែរស្ងួតឡើងស្ងួតក្រឹងបងប្អូនទុកមួយអាទិត្យក៏អត់បញ្ហាដែរអញ្ចឹងក្នុងការទុកគឺមានរបៀបក្នុងការថែរក្សាទុកនៅក្នុងប្រព័ន្ធ YouTube បងប្អូនណាប្រព័ន្ធ YouTube ដូចថា Facebook យកពេលវេលាខ្ញុំហ្នឹងទៅកាត់ខ្លីអស់ធ្វើឲ្យបងប្អូនយើងមានការធុញទ្រាន់ក្នុងការតាមដានហៅមើលភាគណាអញ្ចឹងបងប្អូនណាអញ្ចឹងបងប្អូនចង់បានវីដេអូពេញសពជុំជ្រួយបងចូលទៅក្នុង YouTube ខ្ញុំនឹងដាក់ link YouTube នៅក្នុងខាងក្រោមវីដេអូ Facebook ហ្នឹងបងប្អូនណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបានចំនួន 3-4 នាទីអញ្ចឹងបងប្អូនណាយើងលើកវាទុកមកយើងសម្ងួតមានន័យថាយើងដាក់ផ្អៀងឬក៏ដាក់តាណាឲ្យស្មើអញ្ចឹងមកឲ្យយើងប្រឆិតអញ្ចឹងមកឲ្យទឹកហូរចេញលឿនបងប្អូនណាពេលទឹកហូរចេញលឿនដើម្បីឲ្យស្រស់បន្តិចទើបយើងយកមករៀបក្នុងចានពងនេះយើងយកមករៀបក្នុងចានពងបងប្អូនណាអញ្ចឹងវីដេអូនេះគឺចោះច្បាច់បន្តិចនឹងចែកជូនបងប្អូនថ្មីតែអត់ទាន់ដឹងពីរបៀបក្នុងការភ្ញាស់មិនឲ្យភ្លាត់គ្រប់ខែគ្រប់រដូវគឺមានតែរបៀបមួយហ្នឹងទេដែលអាចមិនភ្លាត់